Hello សួស្តីសិស្សានុសិស្សទាំងអស់អញ្ចឹងថ្ងៃនេះយើងនឹងរៀនភាសាអង់គ្លេសទាក់ទងនឹងកិរិយាសព្ទ to be អញ្ចឹងយើងរៀនបែបបុរាណណាបងប្អូនសិស្សានុសិស្សទាំងអស់គ្នាយើងរៀនបែបបុរាណចាអ្នកដំបូងហ្នឹងអាចមើលវីដេអូបានខ្ញុំបាទចាប់ផ្ដើមផុសដោយសារពេលវេលាមិនជាមានច្រើនដោយសារខ្ញុំបាទត្រូវរៀនភាសាកូរ៉េផងដោយមិនទាន់ចេះប៉ុន្តែអានេះយើងចែករំលែកទាំងអស់គ្នាណាយើងចែករំលែកភាសាអញ្ចឹងភាសាអង់គ្លេសហ្នឹងមិនថាភាសាអីទេភាសាអង់គ្លេសក៏ដោយភាសាអីក៏ដោយវាទាមទារវេយ្យាករណ៍ណាវេយ្យាករណ៍ដល់ពេលដែលយើងចេះវេយ្យាករណ៍ when you know a lot of grammars you will be good at writing and speaking also ចឹងនៅពេលដែលយើងចេះវេយ្យាករណ៍ភាសាមួយច្បាស់លាស់អញ្ចឹងទៅយើងស្រួលរៀនណាអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងរៀនកិរិយាសព្ទដំបូងគេនៅក្នុងភាសាអង់គ្លេសគឺកិរិយាសព្ទ to be ក្នុង present tense ណាបច្ចុប្បន្នកាលអញ្ចឹង to be នេះយើងបែងចែកជា3គឺ am is are ហើយ to be នេះយើងប្រែថាគឺជានៅមាននៅពេលណាដែលយើងប្រែថាគឺជានៅពេលណាដែលយើងប្រែថានៅពេលណាដែលយើងប្រែថាមានអញ្ចឹងយើងតាមដានទាំងអស់គ្នាហើយមួយទៀតអត់ប្រែទេមួយទៀតអត់ប្រែទេ to be ណាអត់ប្រែចុះបើអត់ប្រែដាក់មកធ្វើអីអញ្ចឹងខ្ញុំបាននឹងបញ្យល់អញ្ចឹងឥឡូវយើងប្រែដំបូងមក to be នេះយើងប្រែថាគឺជាប៉ុន្តែមុននេះយើងត្រូវស្គាល់សិនណាស្គាល់គេហៅថាប្រធាន subject pronoun ដែលត្រូវប្រើជាមួយ am is are អញ្ចឹងឥឡូវខ្ញុំដាក់លើខាងនេះមកអញ្ចឹង am នេះប្រើជាមួយអីប្រើជាមួយ I am ប្រើបានតែមួយទេ am នេះប្រើជាមួយ I am ដល់ពេល is នេះប្រើបាន3ប្រើចំពោះ she ប្រើចំពោះ he ប្រើចំពោះ it អញ្ចឹងយើងប្រើ she is he is it is អញ្ចឹងហើយនេះយើងប្រើជាមួយអីគេយើងប្រើជាមួយ you are bla 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 មកប្រើចំពោះដី they are bla 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 you we មួយទៀតណា we are bla 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 ហ្នឹងយើងរៀនតែទម្រង់ស្របទេប៉ុន្តែយើងត្រូវចាំនេះ am is are នេះអញ្ចឹង I យើងចេះណាប្រែថាខ្ញុំ I am she ប្រែថានាង he ប្រែថាគាត់ it ប្រែថាវា you ប្រែថាអ្នកឬក៏អ្នកទាំងឡាយបានដូចគ្នាឯកវចនៈក៏បានពួកវចនៈក៏បានដីប្រែថាពួកគេពួកគាត់ពួកនាងអញ្ចឹងមក we ប្រែថាពួកយើងអញ្ចឹង are នេះនៅពេលណាប្រែថាគឺជាអញ្ចឹងនៅពេលដែលវាប្រែថាគឺជាបានន័យថានេះខ្ញុំគឺជានាងគឺជាគាត់គឺជាវាគឺជាអ្នកគឺជាពួកវាគឺជាពួកគាត់ពួកនាងគឺជាពួកយើងគឺជានៅពេលដែលប្រែគឺជាលុះត្រាណាតែមាននាមនៅខាងចុងឧទាហរណ៍អី I am a student តែថាខ្ញុំគឺជាសិស្សម្នាក់ចា I am a student ឬក៏ I'm a student សេទម្រង់កាត់ណានៅពេលយើងសេទម្រង់កាត់គឺ I'm a student ខ្ញុំគឺជាសិស្សម្នាក់នេះឃើញ student នេះស្រាប់ពាក្យវាជានាមអញ្ចឹងយើងប្រែ
to be នេះ am នេះប្រែថាគឺជាអញ្ចឹងចាំខ្ញុំគឺជាសិស្សម្នាក់ខ្ញុំគឺជាឬក៏គឺទៅទេក៏បានជាទៅទេក៏បានសិស្សម្នាក់អញ្ចឹងចាំណាពេលដែលប្រែថាគឺជាលុះត្រាតែមាននាមនៅខាងចុងវាណាជាកម្មបទនៅពេលណាដែលប្រែថានៅគឺជានៅមានអត់ប្រែនៅពេលណាដែលប្រែថានៅលុះត្រាណាតែវាវាត្រូវការ adverb នៅខាងចុង adverb of location ដូចថាឧទាហរណ៍ពាក្យថា home ហ្នឹង adverb of home adverb of location ឬក៏ here ឬក៏អីគេទៀតឬក៏ there I'm home ឬក៏ I am home មិនគេប្រើ I'm home ច្រើនជាងវាកាត់ស្រួល I'm here I'm there ប្រែថា I'm home ប្រែថាខ្ញុំនៅផ្ទះអញ្ចឹង am ប្រែថានៅ am ប្រែថានៅ I am home ខ្ញុំនៅផ្ទះអញ្ចឹងនៅពេលដែលវាប្រែថានៅលុះត្រាតែខាងចុងរបស់វានឹងគឺជា adverb of location I'm here ខ្ញុំនៅទីនេះ I'm there ខ្ញុំនៅទីនោះណាអញ្ចឹងចេះណាប្រែខ្លួនឯងជិលប្រែឲ្យជិលសេខ្មែរអញ្ចឹងទី3នៅពេលណាដែលប្រែថាមាននៅពេលណាដែលប្រែថាមានអញ្ចឹងនៅពេលដែលវាប្រែថាមានលុះត្រាតែខាងចុងរបស់វាជាអាយុឧទាហរណ៍ I'm 20 I'm 20 ឬក៏20 years old ក៏បានតម្រង់ពេញ I'm 20 នេះ 20 នេះគឺជាអាយុ How old are you គេសួរថាតើអ្នកអាយុប៉ុន្មាន I'm 20 years old ខ្ញុំអាយុ20ឆ្នាំហើយអញ្ចឹងប្រែថាមានណាខ្ញុំមានអាយុ25ឆ្នាំណាហ្នឹងប្រែថាមាននៅទី4នៅពេលណាដែលវាអត់ប្រែអញ្ចឹងពេលណាដែលវាអត់ប្រែលុះត្រាតែវាលុះត្រាតែវាត្រូវការគុណនាមឧទាហរណ៍ I'm happy ប្រែម៉េចខ្ញុំរីករាយI'm happy I'm sad ខ្ញុំពិបាកចិត្តI'm tired ខ្ញុំអស់កំឡាំងI'm cute ខ្ញុំគួរឲ្យស្រឡាញ់អញ្ចឹងនៅពេលដែលនេះ happy sad tired cute នេះវាជាគុណនាមនៅពេលដែលវាជាគុណនាមកិរិយាសព្ទ to be នេះ am ក៏ដោយ is ក៏ដោយ are ក៏ដោយយើងអត់ប្រែទេយើងដាក់មកក្នុងទម្រង់វេយ្យាករណ៍អញ្ចឹងក្នុងទម្រង់វេយ្យាករណ៍តែយើងអត់ប្រែទេយើងអត់ប្រែថាខ្ញុំគឺជាសប្បាយខ្ញុំគឺជាកាត់ទុកខ្ញុំគឺជាអស់កម្លាំងខ្ញុំគឺជាគួរឲ្យស្រឡាញ់អត់ទេណាប៉ុន្តែដាក់មកក្នុងទម្រង់វេយ្យាករណ៍ព្រោះភាសាអង់គ្លេសវាត្រូវមានវេយ្យាករណ៍វាត្រូវមានកិរិយាសព្ទក្នុងប្រយោគមួយអញ្ចឹងបើវាជាប្រយោគលើកលែងតែឧទានសព្ទដូចពាក្យថា ouch ដូចពាក្យថា wow wonderful អីជាដើមអាហ្នឹងវាមិនបាច់ត្រូវការកិរិយាសព្ទទេវាជាឧទានសព្ទតែបើវាជាប្រយោគត្រូវតែមានប្រធាននិងកិរិយាសព្ទប្រធាននិងកិរិយាសព្ទ I am happy ឬក៏ I'm happy ខ្ញុំរីករាយណាយើងអត់ប្រែថាខ្ញុំគឺជារីករាយតែបើយើងអត់ដាក់ am នេះខុសក្នុងភាសាអង់គ្លេសអត់ដូចខ្មែរខ្ញុំរីករាយអត់មានកិរិយាសព្ទមកទេប៉ុន្តែអង់គ្លេសអត់ទេណា no way គឺ I am happy ឬក៏ I'm happy I am sad I am អីចឹងមកឲ្យតែគុណនាមដាក់បានទាំងអស់តែនេះគុណនាមមាន happy មាន sad មាន tired មាន beautiful handsome bla 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 មកអញ្ចឹងសរុបរួមមកវិញនៅពេលដែល
វាប្រែថាគឺជាលុះត្រាតែវាមាននាមនៅខាងចុងនៅពេលដែលវាប្រែថានៅលុះត្រាតែវាមាន adverb of location ណាឧទាហរណ៍ I'm downstairs ខ្ញុំនៅជាន់ក្រោមតើណែនៅពេលដែលវាប្រែថាមានលុះត្រាតែវាមានអាយុនៅខាងចុងណាតើតោអាយុហើយនៅពេលដែលវាអត់ប្រែបានន័យថាវាមានគុណនាមនៅខាងចុងនេះគុណនាមតែមិនដាក់បានតែអាយណាបងប្អូនប្រធានអ្នកយកមកណាដូរមើល she មកអីគេ she is a student គាត់គឺជាសិស្សដូរមក he is a student អត់មាន he am ណា he ទៅជា is វិញណា he is a student ណា it is a bag វាជាកាបូបមួយyou ដូចគ្នា you are a student អ្នកគឺជាសិស្សម្នាក់អញ្ចឹងក្នុងភាសាអង់គ្លេស you នេះ singular ក៏បាន plural ក៏បានឯកវចនៈក៏បានពុវចនៈក៏បានយើងអាចនិយាយថា you are a student ក៏បាន you are students ក៏បានណាប្រែថាអ្នកគឺជាសិស្សម្នាក់អ្នកគឺជាសិស្សចាំបើនិយាយច្រើនគ្នាយើងក៏ថែម s នៅក្នុងខាងចុងនាមមកទៅជាពុវចនៈហើយណាចានឹងបញ្ជាក់ឧទាហរណ៍ថា you are a student you are a student ប្រៀបធៀបជាមួយនឹង you are students ចឹងប្រយោគនេះអត់ខុសណាទាំងពីរនេះត្រូវទាំងពីរតែទី1គឺ you ជាឯកវចនៈ singular បរិះទី2អានេះបរិះទី2ប៉ុន្តែជា plural អានេះ you are a student អ្នកគឺជាសិស្សម្នាក់ you are students អ្នកគឺជាសិស្សយើងបាច់ប្រែថាអ្នកគឺជាសិស្សទាំងឡាយអ្នកគឺជាសិស្សអញ្ចឹងអាខាងក្រោមសំដៅទៅលើ all of you អ្នកទាំងអស់គ្នាគឺជាសិស្សអញ្ចឹងបានក្នុងភាសាអង់គ្លេសអញ្ចឹងវីដេអូនេះខ្លីៗប៉ុន្តែវាជា basic grammar កិរិយាសព្ទដំបូងដែលយើងត្រូវចេះក្នុងភាសាអង់គ្លេសហើយខ្ញុំបាទឲ្យតែមានពេលទំនេរខ្ញុំបាទនឹងផុសទាក់ទងនឹងមេរៀនចែកជូនទៅដល់សិស្សានុសិស្សទាំងអស់ណាដែលជាអ្នកចង់រៀនចង់អីចឹងទៅចូលមើលអីបានណាfree ទេណាបងប្អូនប៉ុន្តែដូចភាសាដោយពាក្យគេនិយាយថាគ្មានអ្វី free ទេនៅក្នុងពិភពលោកនេះអញ្ចឹងខ្ញុំបាទក៏អត់មែន free ដែរប៉ុន្តែអ្វីដែលខ្ញុំចង់បានពីសិស្សានុសិស្សទាំងអស់គ្នានឹងមិនមែនជាលុយជាកាក់ទេគឺជាចំណេះដឹងដែលសិស្សានុសិស្សត្រូវតែចេះណានៅពេលដែលរៀនទៅយើងចេះបានតិចក្តីច្រើនក្តីអានឹងឯងជាគោលបំណងដែលខ្ញុំចង់បានណាចង់បានអានឹងអត់ free ទេគឺចង់ឲ្យសិស្សចេះនឹងគោលបំណងណាគោលបំណងនៃការផលិតវីដេអូមួយហ្នឹងអញ្ចឹងយើងតាមដានរៀនមើលទៅណាបើយើងទុកពេលចោលក៏វាចោលឥតប្រយោជន៍ដែរហើយវីដេអូក្នុង Facebook ក្នុងអីមានច្រើនណាក្នុង YouTube អីនៅពេលដែលយើងមិនសូវមានលុយយើងអាចមើលបានណាមិនមែនតែaccount នេះមួយទេ account ផ្សេងឬក៏ page ផ្សេងឬក៏ channel ផ្សេងក្នុង Facebook នឹងច្រើនណាស់ណាចឹងយើងអាច self study រៀនខ្លួនឯងបានណានៅពេលដែលយើងចេះភាសាអង់គ្លេសក៏វាមួយយ៉ាងដែរណាព្រោះវាជាភាសាអង់គ្លេសហ្នឹងវាជាភាសាមួយដែលគេប្រើជុំវិញពិភពលោកណាវាជា global language យើងអាចភាសាទាក់ទងគ្នាបាន when you know English you can communicate with each other internationally or in social media etc ចឹងបញ្ចប់ប៉ុណ្ណឹងណាសូមអរគុណចំពោះការតាមដាន
សង្ឃឹមថាវីដេអូក្រោយៗទៀតនឹងអាចតាមដានតទៅទៀតសូមអរគុណ